សៀមកាន់តែបែកធ្ងន់ធ្ងរឲ្យបងប្អូនយើងបាទតាមការបង្ហោះបាទរបស់អាយដាមបាទប៉ាន់បាទខេមប៊ុនថនបងប្អូនយើងបាទនៅបាទយប់មិញនេះបាទនៅបាទភូមិបាទព្រៃច័ន្ទបាទនឹងភូមិបាទជោគជ័យបាទសៀមបាទបានបាទចាក់បាទនៅបាទសំលេងបាទឆ្កែលូបងប្អូនយើងបាទហើយនឹងបាទសំលេងបាទខ្មោចលងបាទពេញព្រៃតែម្ដងបាទមិនដឹងថាបាទចាក់បាទក្នុងបាទគោលបំណងអ្វីទេបាទអាចថាបាទគេធ្វើអញ្ចឹងទៅដើម្បីឲ្យបាទអ្នកភូមិបាទខាងបាទខ្មែរយើងមានការបាទខ្លាចហើយបាទរត់ចេញឬក៏បាទយ៉ាងណាបាទយើងក៏មិនដឹងដែរអំពីបំណងបាទរបស់បាទពួកសៀមបងប្អូនយើងបាទពេលថ្ងៃបាទយកបាទ excavator បាទមកបាទឈូសដីបាទឈូសព្រៃបាទហើយក៏រាវមីនបងប្អូនយើងបាទហើយពេលយប់បាទក៏បន្តបាទនៅបាទការបាទចាក់បាទភ្លេងខ្មោចបាទនឹងបាទសំលេងឆ្កែលូទៀតអញ្ចឹងមិនដឹងថាបាទគេធ្វើនេះដើម្បីបំណងអ្វីទេបងប្អូនយើងបាទអញ្ចឹងសូមបងប្អូនយើងដែលនៅបាទភូមិបាទជោគជ័យបាទនៅភូមិបាទព្រៃច័ន្ទបាទសូមបាទប្រុងប្រយ័ត្នបងប្អូនយើងបាទព្រោះយើងមិនដឹងអំពីបំណងរបស់គេទេបាទថានៅថ្ងៃស្អែកបាទឬក៏ថ្ងៃបន្តទៀតបាទថាគេនឹងមានគម្រោងអ្វីដើម្បីធ្វើបន្តទៀតបងប្អូនយើងបាទអរគុណបានហើយដាក់ស្ទើរខ្លួន Thế nào rồi vậy thế nào hết rồi vậy ta đang nghe vậy